បាទឥឡូវយើងចូលមេរៀនទី6សហភាពសូវៀតនៅឆ្នាំ1945ដល់ឆ្នាំ1991ចំណុចទី1សហភាពសូវៀតក្រោយសង្គ្រាមលោកលើកទី2សហភាពសូវៀតជាមហាអំណាចថ្មីមួយដែលកើតចេញពីសង្គ្រាមលោកលើកទី2ដោយសារតែប្រទេសនេះបានយកជ័យជំនះយ៉ាងធំធេងសម្បីតែប្រទេសនៅអឺរ៉ុបខាងលិចក៏មានការលើកសរសើរនិងមានជំនឿជឿជាក់យ៉ាងខ្លាំងក្លាលើមហាអំណាចថ្មីនេះក្រោយសង្គ្រាមលោកលើកទី2រាជរដ្ឋាភិបាលអឺរ៉ុបខាងលិចភាគច្រើនសុទ្ធតែមានសមាជិកជាគណបក្សកុម្មុយនីសនិយមសហភាពសូវៀតក្រោយបញ្ចប់សង្គ្រាមលោកលើកទី2ស្ថានភាពនយោបាយបានបែកចែកជាពីរប្លុកគឺមូលធននិយមមានសហរដ្ឋអាមេរិកជាមហាអំណាចក្រៅទ្វីបអឺរ៉ុបនិងសហភាពសូវៀតនៅក្នុងប្លុកសង្គមនិយមស្ថិតក្នុងទ្វីបអឺរ៉ុបចាប់ពីឆ្នាំ1947ប្លុកទាំងពីរនេះបានប្រឈមមុខដាក់គ្នាបន្ទាប់បន្ទាប់ពីសហរដ្ឋអាមេរិកបានរំដោះអឺរ៉ុបខាងលិចឲ្យចេញពីក្រញាំសហភាពសូវៀតតាមរយៈផែនការ Marshall ដំណាក់កាលបង្ហាញកម្លាំងនេះហៅថាសង្គ្រាមត្រជាក់ដែលគំរាមកំហែងដល់ពិភពលោកដោយអាវុធមហាប្រឡាយគឺសង្គ្រាមនុយក្លេអ៊ែរសហភាពសូវៀតបានទទួលជ័យជំនះយ៉ាងធំធេងលើកងទ័ពអាល្លឺម៉ង់ដ៏ខ្លាំងដោយខ្យល់ព្យុះប៉ុន្តែរងនៅការវិនាសកម្មនិងខូចខាតច្រើនជាងគេក្នុងការរុញច្រានទ័ពអាល្លឺម៉ង់ឲ្យដកថយមកពីទិសខាងលិចផ្លូវរថភ្លើងចំនួន2/3ត្រូវបានបំផ្លាញរោងចក្រកសិដ្ឋានរដ្ឋជាច្រើនកន្លែងរងការខូចខាតស្ទើរទាំងស្រុងជីវិតមនុស្សចំនួន25លាននាក់ត្រូវស្លាប់ដោយសារសង្គ្រាមសហភាពសូវៀតមានប្រៀបលើប្រទេសសម្ព័ន្ធមិត្តដោយសារតែគេរំដោះបានទឹកដីយ៉ាងធំទូលំទូលាយមានអឺរ៉ុបខាងកើតនិងអឺរ៉ុបកណ្ដាលរហូតដល់ក្រុងបេឡាំងចំណែកទ័ពសម្ព័ន្ធមិត្តចូលតាមទ្វីបអឺរ៉ុបខាងលិចត្រូវរំកិលយ៉ាងយឺតដោយសារការប្រយុទ្ធរារាំងពីកងទ័ពអាល្លឺម៉ង់ជាពិសេសការវាយឡើងច្រាំងនៅន័រម៉ង់ឌីសហភាពសូវៀតបានរំកិលព្រំដែនចូលប្រទេសប៉ូឡូញចំណេញបានទឹកដីចំនួន900,000 គីឡូម៉ែត្រការ៉េហើយប៉ូឡូញក៏បានរុញព្រំដែនចូលទឹកដីព្រុសខាងព្រុសភាគខាងកើតដូច្នេះទ័ពសម្ព័ន្ធមិត្តនៅរណសេខាងលិចរណសេខាងលិចបានចូលមកចាប់ដៃជាមួយរណសេខាងកើតគ្រប់គ្រងដោយសហភាពសូវៀតទីក្រុងបេឡាំងលោក Winston Churchill បានលើកឡើងថាព្រំដែនអឺរ៉ុបខាងលិចនិងអឺរ៉ុបខាងកើតខណ្ឌចែកដោយវាំងននដែកសហភាពសូវៀតមានឥទ្ធិពលគ្រប់ដណ្ដប់លើទ្វីបអឺរ៉ុបមួយចំហៀងចំណែកនៅអាស៊ីប្រទេសចិនបានបង្ហាញឥទ្ធិពលរបស់ខ្លួនដែលនាំឲ្យលោកខាងលិចមានការព្រួយបារម្ភយ៉ាងខ្លាំងព្រោះជាប្រទេសធំលំដាប់ទី4ខាងទឹកដីនិងឈរលំដាប់ទី1ខាងចំនួនប្រជាជនបានធ្លាក់នៅក្នុងកំដាប់ដៃមេកុម្មុយនីសម៉ៅសេតុងនៅថ្ងៃទី1ខែតុលាឆ្នាំ1949មេដឹកនាំចិនរូបនេះបានប្រកាសប្រទេសជាសាធារណរដ្ឋប្រជាមានិតចិនសាធារណរដ្ឋប្រជាមានិតដោយប្រទេសមួយចំនួននៅអឺរ៉ុបខាងកើតដែលរួមគ្នាជាកម្លាំងមួយយ៉ាងរឹងមាំប្រឆាំងនឹងលទ្ធិមូលធននិយមចំណុចទី2ការស្ដារប្រទេសក្រោមការដឹកនាំរបស់លោកស្តាលីននៅសហភាពសូវៀតសាធារណរដ្ឋសង្គមនិយមសូវៀតមានទិសដៅតែមួយគឺការកសាងប្រទេសតាមឲ្យទាន់សហរដ្ឋអាមេរិកដែលជាគូបដិបត្តិធំប្រកបដោយគ្រោះថ្នាក់និងឈានទៅឈរលំដាប់ទី1នៃមហាអំណាចពិភពលោកក្រោយសង្គ្រាមលោកលើកទី2គម្រោងការសាងសង់ប្រទេសត្រូវផ្ដើមពីជំហានដំបូងដែលផ្អែកលើការកសាងសេដ្ឋកិច្ចនិងការចាប់បន្តអនុវត្តផែនការ5ឆ្នាំលើកទី IV និងទី V ហើយកន្លែងហ្នឹងខ្ញុំមិនដឹងថាត្រូវអានមិនដែរអានតាមហ្នឹងដើម្បីស្ដារ
ភាពយឺតយ៉ាវនៅក្នុងសង្គ្រាមដោយសារការលុកលុយពីកងទ័ពអាល្លឺម៉ង់ចំណុចទី2.2សំទោសចំណុចទី2.1ផែនការ5ឆ្នាំលើកទី4ឆ្នាំ1945ដល់ឆ្នាំ1950ផែនការ5ឆ្នាំលើកទី1ក្នុងឆ្នាំ1928ដល់ឆ្នាំ1933លើកទី2ក្នុងឆ្នាំ1933ដល់ឆ្នាំ1938បានជោគជ័យគ្រោងនឹងធ្វើផែនការលើកទី3ក្នុងឆ្នាំ1939ដល់ឆ្នាំ1944តែសង្គ្រាមលោកទី2រំខានទៅផែនការលើកទី4ផែនការនេះធ្វើឲ្យមានកំណើនថាមពលទ្វេដងហើយជំរុញឲ្យមានការពង្រឹងអណ្ដូងប្រេងកាតថ្មីនៅតំបន់បាគូនិងការពង្រីកអណ្ដូងរ៉ែត្បូងថ្មនៅតំបន់ដងបាសឆ្ពោះទៅរកការបង្កើនបរិមាណដែកថែបឲ្យបានទ្វេឡើងដើម្បីពង្រឹងរោងចក្រនិងផ្លូវដែកឲ្យបានច្រើនខ្សែបន្ថែមទៀតចំណុចទី2.2ផែនការ5ឆ្នាំលើកទី5ឆ្នាំ1951ដល់ឆ្នាំ1956មានការជំរុញយ៉ាងក្តៅគគុកលើវិស័យបច្ចេកវិទ្យាជាន់ខ្ពស់ជាពិសេសលើវិស័យយោធាឆ្នាំ1953សូវៀតបានធ្វើឲ្យផ្ទុះគ្រាប់បរមាណូសាកល្បងលើកដំបូងរបស់ខ្លួននៅគឺ8ឆ្នាំក្រោយការទម្លាក់គ្រាប់បែកបរមាណូរបស់សហរដ្ឋអាមេរិកនៅហ៊ីរ៉ូស៊ីម៉ានិងណាកាសាគីក្រៅពីនេះមានការពង្រឹងវិស័យកសិកម្មរួមមានការដាំដើមឈើជាច្រើនកន្លែងនិងពង្រឹងផ្ទៃដីដាំស្រូវសាលីនៅភាគខាងត្បូងប្រទេស